សូមគោរពជម្រាបសួរក្មេងប្រុសសិស្សអាយុ13ឆ្នាំបង្កហិង្សាក្នុងថ្នាក់រៀននៅក្រុងព្រះសីហនុអាវុធហត្ថចាត់ចែងតាមនីតិវិធីនិងបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចករណីហិង្សានៅក្នុងបរិវេណសាលារៀនមួយនៅក្រុងព្រះសីហនុបានធ្វើឲ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាសិស្សប្រុសម្នាក់បានបង្កហិង្សាលើសិស្សផ្សេងទៀតនៅក្នុងថ្នាក់រៀនគណៈអាជ្ញាធរមូលដ្ឋានបានចេញអន្តរាគមន៍ភ្លាមដើម្បីគ្រប់គ្រងស្ថានភាពនិងបង្ការកុំអោយបន្តរាលដាលប្រភពព័ត៌មានបានឲ្យដឹងថាហេតុការណ៍នេះកើតឡើងនៅអនុវិទ្យាល័យសម្ដេចឪក្នុងក្រុងព្រះសីហនុនៅថ្ងៃ13ខែកុម្ភៈឆ្នាំ2026ក្រោយកាត់ហេតុកម្លាំងអាវុធហត្ថបានចុះដល់ទីតាំងនិងនាំសិស្សសង្ស័យទៅចាត់ចែងតាមនីតិវិធីគណៈដែលមានការសហការពាក់ព័ន្ធនឹងភាគីសាលារៀននិងអាជ្ញាធរមានសមត្ថកិច្ចជាមួយគ្នានេះសិស្សរងគ្រោះត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅទទួលការព្យាបាលដើម្បីធានាសុវត្ថិភាពនិងសុខភាពរបស់ជនរងគ្រោះជាមុនសិនច្បាប់ពាក់ព័ន្ធសង្ខេបឲ្យយល់ងាយជុំវិញការទាមទាររបស់មតិសាធារណៈដែលចង់ឲ្យចាប់ដាក់ពន្ធនាគារនោះត្រូវយល់ថាច្បាប់កម្ពុជាកំណត់អាយុទទួលខុសត្រូវព្រហ្មទណ្ឌដោយបញ្ជាក់ថាតុលាការអាចផ្តន្ទាទោសប្រកាសទោសព្រហ្មទណ្ឌលើអនិច្ចជនបានចាប់ពីអាយុ14ឆ្នាំឡើងទៅគណៈអនិច្ចជនក្រមអាយុនេះត្រូវផ្ដោតលើវិធានការអប់រំការពារនិងសង្គមគិច្ចជាធម្មតាដោយឡែកករណីនេះអាជ្ញាធរបានជ្រើសរើសការដោះស្រាយតាមនីតិវិធីដោយផ្អែកលើវិធានការសមស្របសម្រាប់នីតិជនដើម្បីទប់ស្កាត់បញ្ហាហិង្សានៅសាលារៀននិងការពារសុវត្ថិភាពសិស្សទាំងអស់សម្បីថាឪពុកម្ដាយរបស់ជនល្មើសជាអ្នកមានគណៈសិស្សសាលាដែលត្រូវគេវាយប្រេះរលាកក្បាលត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យភ្នំពេញកាត់យប់ម្ចាស់ប្រេនស៊ីណាចាត់ក្រុមការងារយកទឹកប្រាក់$500មកស្ទាក់ផ្ដល់ឲ្យម្ដាយរបស់ជនរងគ្រោះអាចចាត់ចែងយកទៅប្តឹងចាប់ជនល្មើសបានណាក្បាលនៃគាត់បែកហ្នឹងណាគាត់ហូរឈាមតាមច្រមុះហើយគាត់ពើតអានេះដោយសារតែវាប្រែនៅក្នុងកន្លែងហ្នឹងទៅពេលចឹងសូម្បីតែគាត់ញ៉ាំទឹកទៅក៏វាឈឺនៅកន្លែងហ្នឹងដែរអូនគឺជាក្មេងកំព្រាពីឪពុកតាំងពីនេះនោះតាំងគ្នាបានមកខួបនោះអូនកើតបានមកខួបជាងហ្នឹងក៏គាត់ថាគាត់ទៅរកលុយរកអីចឹងក៏គាត់ទៅឆ្ងាយបាត់អញ្ចឹងណាក៏មុនខ្ញុំធ្វើការកើតតាំងពីខ្ញុំគ្រូថ្នាក់ចរាចរណ៍មកខ្ញុំដើរអត់កើតអ៊ំគឺថ្នាក់ចរាចរណ៍ទៀតចាគ្រូថ្នាក់តាអូនជើងហ្នឹងអូបងប្អូនហើយនេះគាត់ថ្នាក់ចរាចរណ៍បុកចំទាំងកន្លែងណាទៅអ៊ំហ្នឹងនេះវាប្រេះចាំងតន់កាត់ដែកនេះណាអូននេះវាតន់វាដែកចេះអូបងប្អូនហើយបាទនេះកាត់ទៅអ្នកក្រសំបីតែត្រូវគេវាយសំពងក្បាលរហូតដល់ប្រេះរលាហើយក៏គ្មានសិទ្ធិជឿចាប់គ្មានសិទ្ធិបង្ខំទាមទារយុត្តិធម៌ឲ្យខ្លួនឯងដែរបងប្អូនឃើញស្រាប់ហើយមីងរបស់ក្មួយដែលជាជនរងគ្រោះគាត់បានលុបវីដេអូហើយក្រោយពីមានគ្រូប្រាប់ឲ្យលុបហើយប្រភពមួយទៀតបញ្ជាក់ថាឪពុកម្ដាយរបស់ក្មេងពេលដែលបង្កប្រាហិង្សាមកលើក្មេងប្រុសខាងលើហ្នឹងគឺគេជាអ្នកមានចាំមើលថាតើគេមានប៉ុណ្ណាគេខ្លាំងប៉ុណ្ណាហើយតើមានយុត្តិធម៌សម្រាប់ក្មេងប្រុសរងគ្រោះឬអត់យើងបានថវិកា$500ពីម្ចាស់ប្រេនស៊ីណាគាត់ដឹងថាអ៊ំរៀងខ្វះខាតគាត់ដកលុយ$500នេះសម្រាប់អ៊ំចាត់ចែងគីឡូអាចយកទៅដាក់ពាក្យបណ្ដឹងឬក៏ចាត់ចែងលើការចាយវាយលើអូនមកពេទ្យចឹងទៅបាទបងប្អូនឥឡូវនេះយើងបានមកជួបគាត់ហើយកូនរបស់គាត់គឺមុននឹងធ្វើຕົកខ្លាំងមែនតើបាទមុននឹងដល់ពេទ្យចាស់ប្រេនស៊ីណាដែលឧបត្ថម្ភជួយកូនខ្ញុំគ្រោះថ្នាក់តែគេវាយនេះខ្ញុំអរគុណម្ចាស់ប្រេនស៊ីណាបាទអរគុណអ៊ំជួយចាប់ចាអូនជួយចាប់ព្រោះអីយើងជាម្ដាយមិនដែលទៅវាយកូននេះអញ្ចឹងទេដល់ឃើញសិស្សសាលានេះដែលវាយកូនរបស់ខ្ញុំនេះខ្ញុំទៅដល់សាលាខ្ញុំស្លាប់រត់និយាយមិនចេញគេវាយមកវាឈូសគេរត់មកមើលវារត់មកមើលទៅក៏បានទេមកប្អូនចរូនមួយខ្ញុំថាបងឆេងហ្នឹងគេវាយហើយអញ្ចឹងឲ្យម៉ាក់មកប្រាប់
ចឹងអូនស្រីខ្ញុំហ្នឹងក៏មកហៅខ្ញុំហ្នឹងអត់ឲ្យលឺទេខ្លាចម្ដាយមីខ្ញុំគាត់អាយុចិត្តជាងហើយគាត់អាមួយហ្នឹងគាត់ស្រឡាញ់ បាទ ចឹងគាត់អត់ឲ្យលឺដឹងគាត់គ្រាន់ហៅខ្ញុំបក់ដៃមកក្រៅមកហើយខ្ញុំចេញមកក្រៅមកគាត់ថាឥឡូវទៅមើលអាឆេងតិចទៅគេវាយនៅសាលា ទៅដល់ឃើញស្ថានភាពកូន ចា មកដែរ ពងហូតអាឈាមតាមច្រមុះហ្នឹងហើយអាមួយហ្នឹងវារត់បាត់ទៅនៅមួយទៀតអូនដល់មួយខ្ញុំហ្នឹងក៏គាត់គេថាឥឡូវអូនឯងជួយប្រាប់ផ្ទះវានៅណាណាអញ្ចឹងណានឹកយើងទៅរកសួរវាអីចឹងណាអូនហើយខ្ញុំក៏ នាំកូននាំអីមកពេទ្យមក ពេលដែលអ៊ំឃើញស្ថានភាពកូនភ្លាមហ្នឹងអ៊ំមិនទាន់បានឃើញវីដេអូទេ ចាខ្ញុំបានមើលហង តែឥឡូវរហូតដល់ឥឡូវនេះបានមើលអត់ ខ្ញុំបានមើលដល់ពេលចូលទៅ scan ដល់ឃើញអញ្ចឹងស្លុតចិត្តថាមិនគួរណាវាយកដបងវាយកូនធំអញ្ចឹងវាយវាវាយអត់ចំអាកន្លែងដេកគោដេកអីបើវាយចំដេកគោនឹងយ៉ាងណាទៀត បាទធ្លុះបាត់ ចាធ្លុះបាត់ហើយខ្ញុំក៏យើងអត់សូវមានលុយយើងបងវិញហ្នឹងក៏ហៅថាសាប់ទៅចិត្តផ្ទះហ្នឹងដឹកទៅពេទ្យកាជេខ្ញុំគ្រូសាទៅមិនស្លាប់ខែ5ហ្នឹងអូនគ្រូសាខ្ញុំហ្នឹងលែងគ្នាវាថាគេទៅចោលបាត់ចឹងខ្ញុំនឹងចាំកូនចឹងណា បាទ ហើយចឹងខ្ញុំម្ដាយចេះតស៊ូឲ្យកូនរៀនទៅយើងវាអត់ចេះអក្សរ អាចនឹងធ្លាប់មានរឿងមួយគេបានគាត់ ខ្ញុំអត់ដឹងដែរតែវាសារប្រាប់ថាមានអូនមួយទៀតហ្នឹងនៅចិត្តផ្ទះខ្ញុំហ្នឹងណាវាសារដូចថាគេឃើញមុខវាចឹងគេថាចេះមុខដូចឌឺដូចអីចឹងណាអូនតែយើងអ្នកកត់យើងអ្នកទុនសោយយើងប្រាប់កូនចឹងទៅថាកូនឯងកុំចេញមកលេងមួយគេព្រោះសាលាហ្នឹង ខ្ញុំលឺមិនដឹងថាសិតខ្លាចចឹងណា បើអ៊ំមិនបានសួរនាំថាមុននឹងវាយនឹងគាត់ឆ្លោះគ្នាមួយទល់មួយទៅក៏មិនអ្នកណារកអ្នកណា ខ្ញុំមិនដឹងទេថាមួយណាទេលុយចា2000ហ្នឹងណាហើយដល់កូនខ្ញុំហ្នឹងថាហើយទីអីវាអត់មានលុយទេហើយអាមួយទីលុយហ្នឹងគេថាមកហើយវាវាយគ្នាហើយកូនខ្ញុំក៏ថាទៅវាយគ្នាទៅតាហើយក៏មិនដឹងថាវាគ្នាវាច្រើនអាមួយអ្នកហាវហ្នឹងអត់មានវាយកូនខ្ញុំអត់បានវាយកូនខ្ញុំទេ បាទ អាមួយដែលវាវាយដបងហ្នឹងដឹងវាមកពីណាវាយកដបងមកវាយ បាទស្រុកថយក្រោយវិញគឺគាត់ថាទានលុយ2000អ្នកណាជាប្រាក់អ្នកណា អាអូនមួយនៅចិត្តផ្ទះខ្ញុំនោះតាមកប៉ាត់ម៉ាក់វាថាអូននឹងប្រាប់ថាអានឹងទីលុយកូននឹងរាល់ថ្ងៃហ្មងថ្ងៃប៉ុនវាថាអត់ដឹងមានរឿងអីអានឹងមកទីលុយវារហូត អញ្ចឹងតែទានលុយហ្នឹងក៏មិនដឹងទាថ្លៃអីដែរហើយកូនអ៊ំទៅជួយ អាមួយដែលណាត់អាមួយហៅវាវាយគ្នាហ្នឹងនៅចិត្តវាហ្នឹង បាទ តន់បានវាយទេអានោះហក់ពីនេះនឹងអូនឃើញទេ បាទ ហក់ពីលើអានេះមកវាយវាមកឈើជុំថាអត់ដឹកស្មាន បាទអាអូនពេលហ្នឹងអាអូនឈើគាត់គិតថាគេមិនហ៊ានវាយ ហ្នឹងហើយវាឈរគ្នា3នាក់ហ្នឹងអូនអានោះគាត់ទាញដបងមកគេវាយអានោះរត់ប្រត់អាមួយដែលនៅចិត្តផ្ទះហ្នឹងណា បាទ វាឃើញអញ្ចឹងវាដូចវាឆ្លុតហ្នឹងហើយបានគេលឺវាថាពួកគ្នាវាហ្នឹងមកអ៊ីវវាហ្នឹងចាំហូរឈាមមក បាទថាចុះអូនមិនប្រាប់ទេថាអាអ្នកដែលវាយហ្នឹងវាជាអីគេវាជាកូនអ្នកណាអីអ្នកណា ថាមិនដឹងទេថាពងរៀននៅសាលាហ្នឹងដែរតែឥឡូវអ្នកគ្រូគាត់ថាទេពីសាលាហ្នឹងចេញមួយឆ្នាំហើយចាំមិនដឹងវាមកធ្វើអីគេក៏វាមានឈ្មោះប្រឡងអីចឹងណាអូនហើយវាហ្នឹងគាត់ scan ហើយពេទ្យគេឲ្យមកផ្ទះតាមដានសិនដើម្បីឲ្យខ្លាចវាមានការៈកូតអីចឹងណា បាទ ពេលវាចេះតែឈឺក្បាលឈឺអីវាអត់ស្រួលក៏ខាងឥឡូវយកមកពេទ្យពេញហ្មងទៅឲ្យអស់ចិត្ត បាទ គេនិយាយថាកុំឲ្យហួសពេល ចូលទៅដល់អ្នកណាជាអ្នកឲ្យលុបវីដេអូលុបអី ខ្ញុំអត់ដឹងថារឿងឲ្យលុបវីដេអូវាអីអត់ដឹងហងអូនយើងអត់ចេះមើលអា Facebook វាអីចឹងណា ឥឡូវគេចាប់បានហើយអូននឹងចាប់បានហើយ តែ អ៊ំចង់ឲ្យធ្វើមិន ខ្ញុំចង់ឲ្យថាឲ្យមើលកូនខ្ញុំនឹងឲ្យជាអញ្ចឹងណាអូន ខ្ញុំឃើញការសរសេររបស់មីងគាត់ហ្នឹងថាអូនគឺជាក្មេងកំព្រាបាទ ព្រាពុក កំព្រាឪពុក ចាតាំងពីនេះនោះតាំងគ្នាបានមកខួបនោះអូន ប្តីរបស់អ៊ំវិញពេលអូននៅក្នុងពោះហ្នឹងគាត់ចាប់ផ្ដើមរកម្មរកោសហ្នឹង កម្មកោសឲ្យអូនកម្មកោសដល់ពេលគាត់កើតបានមកខួបជាងហ្នឹងក៏គាត់ថាគាត់ទៅរកលុយរកអីចឹងក៏គាត់ទៅឆ្ងាយបាត់អញ្ចឹងណាចឹងយកទៅប្រឹងតស៊ូរកស៊ីចំកូនណាហើយក៏មកខ្ញុំធ្វើការកើតតាំងពីខ្ញុំគ្រូថ្នាក់សារាចរហ្នឹងមកខ្ញុំដើរអត់កើត អ៊ំគឺថ្នាក់ចរាចរណ៍ទៀត ចាគ្រូថ្នាក់តាអូន អូបងប្អូនហើយនេះគាត់ថ្នាក់ចរាចរណ៍បុកចំទាំងកន្លែងណាទៅអ៊ំ អ
nâng đi việc phải chẳng toàn cắt đáy đi não nè toàn việc đáy chạy អូបងប្អូនហើយបាទនេះខ្ញុំប៉ះនេះចំដៃដាក់ក្នុងជើងមកគាត់ណាអ៊ំជាស្ត្រីមេម៉ាយជើងក៏បាក់ប្តីព្រាត់ទៅហើយបន្តិចគាត់ក៏ស្លាប់ឥឡូវនេះកូនដែលស្រឡាញ់កូនពៅអ៊ំណា ចា បាទកូនពៅនេះក៏ត្រូវប្រេះអាលាទៀត នឹង អ៊ំមានអារម្មណ៍ថាខ្លួនឯងមិនដែរអ៊ំអាច មានអារម្មណ៍ថានេះអូនមានអារម្មណ៍ថាក្នុងចិត្តនិយាយអត់ចេញអូននេះហើយគាត់ហូរឈាមតាមចมูករហូតម្ដងពេញហ្នឹងហើយគាត់អាឈាមវាថាវាក្នុងវាថាដូចស្លេះចឹងមកតែខ្ជាក់មកដូចអាឈាមកក់ដុំចឹង បាទអញ្ចឹងម្ចាស់ brand Sina បានផ្ដល់ទៅប្រាក់$500សម្រាប់គ្រួសាររបស់គាត់បាទក្នុងការដោះស្រាយបាទឥឡូវជូន គាត់ច្រើន បាទបងប្អូនពៅនេះបងណា ចាបងអូនពៅ អារម្មណ៍ពេលដែលឃើញគេលើកដៃវាយសំពើបងប្អូនខ្លួនឯងយ៉ាងហ្នឹង ដុកផ្ដួលបងព្រួយអត់ហ៊ានមើលវីដេអូហ្នឹងតព្រួយវាថាវាសាហាវពេកសម្រាប់ បងប្អូនឮសំឡេងនៅក្នុងវីដេអូស្រាប់ហើយគឺថតពីចម្ងាយប៉ុន្តែឮសំឡេងខ្ទើចូលមកក្នុងវីដេអូហ្មងមិនដឹងថាគាត់ឈឺចាប់ប៉ុណ្ណាណាបងណា គាត់កំព្រាឪពុកហើយគាត់មកជួបរឿងចឹងទៀត បងមានបានមើលខមមិននេះបងប្អូនគាត់អនុត្តអសូរបងប្អូនច្រើនមែនទេ ចាគាត់ខ្ញុំបានមើលខមមិនថាបងប្អូនគាត់បានជួយច្រើនដូចថាគាត់ជួយសួរពីអាការៈប្អូនតាមផ្លូវមករហូតខ្ញុំតែលើកដៃមានដៃ10អរគុណបងប្អូនទាំងអស់គ្នាដែលបានបារម្ភសួរទុកប្អូនខ្ញុំហើយនឹងបានគាត់ជួយជាជំនួយតិចតួចអរគុណច្រើនបងម្ចាស់brand Sina អូនអរគុណច្រើននេះទេមានតាអរគុណបងដែលបានជួយជាថវិកាខ្ញុំ